នេះហើយដែលជាភាពច្បាស់លាស់នៃស្ថាប័នបង្កើនបាននូវភាពទុកចិត្តបានមកលើស្ថាប័នយើងអញ្ចឹងការងាររបស់យើងនេះឥឡូវគឺការរៀបចំទុកដាក់ផ្ទះទី1កន្លងមកនេះយើងបានដាក់ចេញហើយនៅបទបញ្ជាផ្ទៃក្នុងរបស់យើងបទបញ្ជាផ្ទៃក្នុងនេះខ្ញុំសូមបញ្ជាក់ផងដែរថាគឺសម្រិតសម្រាំងចេញពីអ្វីដែលជាការជជែកគ្នាយូរច្រើនម៉ោងណាស់និយាយជារួមទម្រាំតែបានឯកភាពគ្នាដាក់ឲ្យចេញនៅបទបញ្ជាផ្ទៃក្នុងមួយដែលមានស្តង់ដារមួយជាមួយគ្នាហើយការងារខ្ញុំក៏សូមអរគុណអ្នកដឹកនាំដែលបានចូលរួមជាបន្តបន្ទាប់ដឹកនាំសម្របសម្រួលមន្ត្រីរាជការអង្គភាពយើងគ្រប់ជាន់ថ្នាក់ដែលបានខិតខំរៀបចំហ្នឹងនេះហើយដែលជាភាពច្បាស់លាស់នៃស្ថាប័នបង្កើនបាននូវភាពទុកចិត្តបានមកលើស្ថាប័នយើងអញ្ចឹងខ្ញុំក៏លើកទឹកចិត្តដល់គណៈប្រភូយើងទាំងអស់មន្ត្រីរាជការរបស់យើងគ្រប់ជាន់ថ្នាក់គឺអនុវត្តបានខ្ជាប់ខ្ជួនទៅលើអ្វីដែលជាបទបញ្ជាផ្ទៃក្នុងរបស់យើងនេះហើយថ្ងៃនេះគឺក្នុងរបៀបវិរៈរបស់យើងគឺមាន3ទី1គឺក្រមសីលធម៌អញ្ចឹងថ្ងៃនេះគឺយើងមានឱកាសក្នុងការស្ដាប់នៅអ្វីដែលជាការរៀបចំនេះការងារទាំងអស់នេះយើងបានថ្លឹងថ្លែងបាទគ្រប់ជ្រុងជ្រោយទាំងអស់ថាទៅធ្វើម៉េចឲ្យសមរម្យយើងមកល្មមតែត្រូវធានាបាននៅភាពច្បាស់លាស់ជាប្រព័ន្ធការងាររបស់យើងអញ្ចឹងកន្លែងនេះខ្ញុំសូមអរគុណចំពោះការចូលរួមទាំងអស់ហើយការដឹកនាំរៀបចំឯកសារដ៏មានសារៈសំខាន់នេះសម្រាប់ក្រសួងរបស់យើងអញ្ចឹងចំពោះខាងមន្ទីរវិញតើមានចំណុចចង់លើកទេខ្ញុំទុកឱកាសជូនខាងមន្ទីរម្ដងបើអត់មានទេយើងនឹងអនុម័តទៅលើឯកសារនេះហ្មងបាទបើអត់មានទេគឺចូលរួមអបអរសាទរទាំងអស់គ្នាបាទអរគុណចំពោះការបាទឯកភាពក្នុងការរៀបចំអញ្ចឹងវាថាឯកសារនេះយើងអាចនឹងដាក់អនុម័តចេញហើយនឹងសូមយកចិត្តទុកដាក់ទៅលើអ្វីដែលជាខ្លឹមសារសំខាន់រៀបចំសូមផ្សព្វផ្សាយបន្ថែមក៏ដូចជាខិតខំក្នុងការអនុវត្តការងារនេះបន្ថែមទៀតសម្រាប់ក្រសួងស្ថាប័នហើយនឹងអង្គភាពរបស់យើងនេះទាំងថ្នាក់ក្រោមជាតិដើម្បីអនុវត្តការងារបានពេញលេញទាំងអស់គ្នា